ស្រង់ជញ្ជក់ទឹកដោះតើសត្វនេះមានលក្ខណៈបែបណាតោះកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ដំណាក់កាលនៃការកើតឡើងនិងបំផ្លាញនឹងគឺដំណាក់កាលចេញផ្កានិងដំណាក់កាលដាក់គ្រាប់ធម្មជាតិនៃការខូចខាតស្រង់បិទជញ្ជក់រុក្ខជាតិពីស្លឹកពេញវ័យនិងវិវត្តគ្រាប់ពីមុនចេញផ្ការហូតដល់ដំណាក់កាលដាក់ម្សៅចំណែកឯរោគសញ្ញានៃការខូចខាតនឹងគឺមានគ្រាប់ខ្លាយទៅជាតូចហើយរួញដោយការបឺតទឹកដោះគោពីគ្រាប់ដែលកំពុងលូតលាស់ទី2ហ្នឹងគឺបណ្ដាលឲ្យមានការផ្លាស់ប្ដូរពណ៌គ្រាប់ពីឯវិធីការគ្រប់គ្រងវិញគឺទី1ហ្នឹងដាំដុះពូជដែលមានរយៈពេលខ្លីនិងវែងហើយសម្អាតស្មៅជុំវិញទីវាលហើយទី3ហ្នឹងគឺពូជស្រូវអ៊ីនឌីកាសាទីសូម៉ាមុងដាកាកូធីធន់នឹងសត្វល្អិតហើយមកងាកមើលពីការគ្រប់គ្រងគីមីសាស្ត្រវិញគឺការប្រើប្រាស់ម្សៅម៉ាឡាធីនប្រើប្រាស់ថ្នាំសម្រាប់សត្វល្អិតដែលបានអនុម័តតាមអត្រាដែលបានណែនាំAcifed EC 50 ទៅ100 មីលីក្រាមក្នុង1ហិកតាម្សៅ Azin Phosmetyl ដក 0.3 រហូតដល់ 0.5 គីឡូក្រាមក្នុង1ហិកតាហើយមួយវិញទៀតហ្នឹងគឺ Clofen 5 Pass EC 1.0 ទៅ 1.5 គីឡូក្រាមក្នុង1ហិកតារីឯមួយទៀតហ្នឹងគឺ Diclofenac EC 300 ទៅ 1000 ក្រាមក្នុង1ហិកតាហើយមួយវិញទៀតហ្នឹងគឺម្សៅ Fanhien 0.6 ទៅ 1.2 គីឡូក្រាមក្នុង1ហិកតាចុងក្រោយហ្នឹងគឺ Pentorate EC 0.5 គីឡូក្រាមក្នុង1ហិកតាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបើមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ